តើអ្នករាប់អានមិត្តរាល់ថ្ងៃជាប្រភេទមិត្តដូចម្តេចសួស្តីបងប្អូនថ្ងៃនេះខ្ញុំនឹងលើកយកអំពីមិត្តដែលយើងរាប់អានរាល់ថ្ងៃហ្នឹងមកជម្រាបជូនមិត្តចែកចេញជាពីរប្រភេទគឺមិត្តคล้ายៗឬក៏យើងហៅថាមិត្តអាក្រក់មួយទៀតគឺមិត្តល្អឬក៏យើងហៅថាមិត្តពិតប្រាកដបាទអញ្ចឹងមិត្តคล้ายៗទី1មិត្តរាប់អានយើងដើម្បីតែផលប្រយោជន៍មានន័យថាពួកគាត់រាប់អានយើងគឺដើម្បីតែសម្លឹងឃើញទ្រព្យសម្បត្តិយើងទេហើយចង់បានអ្វីមួយពីយើងទើបគេរាប់អានរឿងត្រឡប់មកវិញដូចជារឿងដែលលំបាកបំផុតពេលណាដែលយើងមានឧបសគ្គដែលត្រូវការពឹងគឺពួកគេគេចវេហើយចំពោះមិត្តល្អតែមាត់មិត្តទី2គឺមិត្តល្អតែមាត់គឺប្រកែតែខាងអួតអាងទេហើយច្រើនតែលើកយកអតីតកាលហើយនឹងអនាគតកាលមកនិយាយតែបច្ចុប្បន្នកាលអត់និយាយទេឧទាហរណ៍ម្សិលមិញអ្នកតាណាអ្នកយកកូនទៅពេទ្យមិនប្រាប់ខ្ញុំបើប្រាប់ខ្ញុំជូនអ្នកទៅថ្ងៃក្រោយប្រាប់ខ្ញុំណាបើចាំខ្ញុំជូនទៅស្រាប់តែថ្ងៃក្រោយយើងមានតរៈអីមួយពឹងខ្ញុំរវល់អញ្ចេះខ្ញុំរវល់ចោះនោះហើយគឺជាមិត្តដែលល្អតែមាត់មិត្តទី3គឺមិត្តបញ្ជូស៊ីបាទឬក៏យើងហៅថាមិត្តឆ្អិនក្បាលស៊ីក្បាលឆ្អិនកតុយស៊ីកតុយនៅចំពោះមុខយើងគេសរសើរយើងតែនៅក្រៅយើងនិយាយដើមយើងបាទនេះគេហៅថាមិត្តបញ្ជូស៊ីបាទឬហៅថាមិត្តឆ្អិនក្បាលស៊ីក្បាលឆ្អិនកតុយស៊ីកតុយមិត្តចុងក្រោយគឺមិត្តបបួលក្នុងផ្លូវវិនាសបើមិនដែលនាំយើងទៅរកប្រព្រឹត្តអំពើល្អទេគឺចូលចិត្តបបួលយើងដើរលេងយប់បបួលផឹកស៊ីចូលចិត្តគ្រឿងស្វឹងចូលចិត្តលេងល្បែងហ្នឹងហើយធ្វើម៉េចឲ្យយើងខាតបង់ហើយនឹងខាតខូចសុខភាពចំណែកមិត្តល្អឬយើងហៅថាមិត្តពិតប្រាកដនោះគឺមាន4ប្រភេទដែរទី1មិត្តមានឧបការៈគឺមានន័យថាគាត់ជួយយើងនៅក្នុងគ្រាមានអាសន្នជួយការពារទ្រព្យសម្បត្តិយើងនិងគាត់ជាអ្នកជួយទុកឲ្យយើងនៅពេលណាដែលយើងមានអាសន្នកើតឡើងមិត្តល្អទី2គឺមិត្តរួមសុខរួមទុក្ខជាមិត្តដែលហ៊ានប្រាប់រឿងសម្ងាត់ដល់យើងហើយជួយលាក់រឿងសម្ងាត់របស់យើងហើយគាត់មិនបោះបង់យើងចោលទេនៅពេលដែលយើងជួបការលំបាកហើយមួយទៀតគាត់ហ៊ានលះបង់ជីវិតដើម្បីយើងបាទមិត្តល្អទី3គឺមិត្តនាំផលប្រយោជន៍គឺគាត់តែងតែខាត់យើងនៅពេលណាដែលយើងធ្លោះធ្លោយប្រព្រឹត្តគ្រឿងអាក្រក់ហើយជួយបង្ហាញផ្លូវយើងឲ្យយើងដើរទៅលើផ្លូវល្អធ្វើឲ្យយើងមានការរីកចម្រើនមិត្តល្អទី4គឺជាមិត្តដែលមានចិត្តអនុគ្រោះឬយើងហៅមួយទៀតថាមិត្តមានមេត្តាមិនត្រេកត្រអាលនៅពេលដែលយើងធ្លាក់ខ្លួនចុះទាបរីករាយនៅពេលដែលយើងបានសក់នឹងជួយតតាំងជាមួយអ្នកដែលនិយាយអាក្រក់ពីយើងនោះហើយគេហៅថាមិត្តចិត្តមេត្តាតើការរាប់អានមិត្តគឺសំខាន់ណាស់ព្រោះមិត្តល្អនាំយើងទៅរកពន្លឺហើយមិត្តអាក្រក់គឺនាំយើងទៅរកភាពងឹតអញ្ចឹងបើសិនជាយើងចង់ឲ្យជីវិតនិងការងាររបស់យើងរីកចម្រើនយើងគួរតែខ្សែគប់មិត្ត3ប្រភេទទី1ជាមិត្តដែលចេះរិះគន់ដើម្បីស្ថាបនាហ៊ាននិយាយត្រង់ហ្មងចំពោះចំណុចខ្វះខាតរបស់យើងហើយទី2គឺជាមិត្តដែលផ្ដល់កម្លាំងចិត្តជួយជំរុញយើងឲ្យមានការតាំងចិត្តខ្ពស់ហើយទី3នោះគឺជាមិត្តដែលមានចំណេះដឹងហើយសីលធម៌គឺដើម្បីឲ្យយើងនឹងរៀនសូត្រតាម